លោកតាលោកយាយបងប្អូននិងប្រិយមិត្តអ្នកស្ដាប់វិទ្យុអតីតកាលទាំងអស់គ្នាថ្ងៃនេះសូមអញ្ជើញបងប្អូនមកបន្តសន្តាប់រឿងព្រេងនិទានបុរាណខ្មែររបស់យើងទាំងអស់គ្នាតែមុននឹងចាប់ផ្ដើមវិទ្យុអតីតកាលសូមមេត្តាអភ័យទោសទុកជាមុនចំពោះរាល់កំហុសឆ្គងទាំងឡាយព្រោះការនិទាននេះគឺប្រើប្រាស់សំឡេង AI ជាជំនួយសម្រាប់បងប្អូនដែលទើបតែចូលមើលហើយមិនទាន់បានជួយ Subscribe ទេសូមមេត្តាជួយ Subscribe និង Like វីដេអូនេះម្នាក់មួយផងកុំឲ្យខាត់ពេលយូរសូមរីករាយសន្តាប់ដូចតទៅរឿងអ្នកនេសាទដងទិបកាលពីព្រេងងាយមានអ្នកនេសាទម្នាក់រកចិញ្ចឹមជីវិតដោយលំបាកបុរសនេះត្រូវនេសាទត្រីយកមកលក់ចិញ្ចឹមប្រពន្ធនិងកូនចំនួន12នាក់ការរកស៊ីចិញ្ចឹមជីវិតប្រព្រឹត្តទៅយ៉ាងលំបាកដោយបុរសយើងមានបន្ទុកសមាជិកគ្រួសារយ៉ាងច្រើននាក់ហើយដោយផលនេសាទពុំសូវហុចផលឲ្យផងនោះជីវភាពគ្រួសារគាត់ជាដុនដាប់ទៅជាលំដាប់ថ្ងៃនេះបុរសកំសត់រកចាប់ត្រីពុំបានសោះពេញមួយថ្ងៃតាំងពីព្រលឹមគាត់ខំស្វែងរកចាប់ត្រីតែសូម្បីតែកូនត្រីមួយក៏គាត់រកមិនបានផងគាត់មានការភ័យព្រួយជាខ្លាំងព្រោះគាត់មិនអាចត្រឡប់ទៅផ្ទះស្ទាយដៃទទេនោះបានទេប្រពន្ធកំណាច់របស់គាត់មុខជាស្ទីបន្ទោសគាត់ហើយកូនទាំង12នាក់ច្បាស់ជាយំទារកអាហារដោយស្រេកឃ្លានគាត់ពិបាកចិត្តជាខ្លាំងដកដង្ហើមវែងដោយអស់សង្ឃឹមនៅឯនីសមុទ្រព្រះអាទិត្យបញ្ចេញរស្មីក្រហមព្រឹងហៀបអស់ស្ដាំគាត់ទៅហើយគាត់ពុំហ៊ានដើរចូលទៅលំនៅឋានឡើយគាត់អង្គុយនៅគូដួងមួយនៅមាត់សមុទ្រដោយទឹកមុខក្រៀមក្រំគាត់ខំរកឧបាយដើម្បីដោះស្រាយបញ្ហាជីវិតដែលហាក់ដូចជាសែនចង្អៀតចំពោះរូបគាត់ណាស់បុរសយើងរកពុំឃើញគល់ណាមួយសោះគិតទៅទឹកភ្នែករបស់គាត់ក៏ហូរមកយ៉ាងជោគជាំគាត់ស្រែករហុយយំស្រែកយំតទៅលងលុកទៅដោយឥតដឹងខ្លួនរំពេចនោះស្រាប់តែមានសំណោចអត់កំបាំងមួយលាន់ខ្ទោបន្លឺឡើងណាអ្នកឯងក្រណាស់ចូលប្រញាប់ក្រោកឡើងហើយត្រឡប់ទៅផ្ទះទៅបុរសភ្ញាក់ឡើងឃើញតែចាស់ម្នាក់សក់ស្កើប្រងរយ៉ៃប្រកបដោយទឹកមុខមើងម៉ាត់បុរសកំសត់យើងផ្លាត់មាត់ដោយអំណរពោលទៅកាន់តាចាស់ថាសូមលោកម្ចាស់ជួយខ្ញុំផងតាចាស់ឆ្លើយថាចូលឯងយកផ្លាដងទឹក3នេះចុះតែត្រូវចាំថាកាលបើឯងប្រាប់ផ្លាចង់បានអ្វីហើយចូលឯងកាប់បំបែកដងនោះមើលទៅកាលបើធ្វើដូច្នេះឯងនឹងបានសម្រេចដោយសេចក្តីប៉ងប្រាថ្នាមិនខានឡើយដូច្នេះក្នុងចំនួនផ្លែដងទាំង3ឯងអាចប្រាថ្នាបាន3យ៉ាងចូលឯងយកវាទៅប្រើចុះតាចាស់ស្ដីចប់ក៏រលាអន្តរធានបាត់ទៅអ្នកនេសាទត្រេកអរណាស់គាត់ក្រោកយួរផ្លែដងទាំង3ធ្វើដំណើរទៅកាន់លំនៅរបស់ខ្លួនដោយទឹកមុខរីករាយជាពន់ពេកទៅដល់ទីលំនៅប្រពន្ធកូនប្រុសស្រីរបស់គាត់បានឃើញផ្លែដងទិបទាំង3នោះពុំមាននរណាពេញចិត្តឡើយប្រពន្ធក៏ផ្ដាំស្រដីថាតាប៉ាយកផ្លែដងមកធ្វើអីអញមិនស៊ីដងទេកូនទាំង12នាក់ក៏ជួយស្រែកបន្ថឮដូច្នោះបរោះកំសត់ក៏ដាក់ផ្លែដងចុះហើយអង្គុយក្បែរនោះពោលដោយទឹកមុខញញឹមថាអញមិនដឹងទេដងនេះជាដងទិបណាអញចង់លបងមើលឬប្រពន្ធតបថាណែតាប៉ាកុំអួតតែផ្ដេកផ្ដាស់មើលលបងទៅហកប្រាថ្នាសុំកូនបាន4-10នាក់ទៀតមើលបរោះជាប្តីក៏ចង់លបងប្រសិទ្ធភាពដងទិបក៏ដែរស្ទើរតែប្រយាស្ដីចប់ពុំតន់គាត់ក៏កាប់បំបែកដងទីមើលភ្លាមកូនក្មេង10នាក់ទៀតក៏ប្រកាសឡើងភ្លាមចំពោះគាត់ញីភ្នែកសម្លឹងមើលទៅភុំក្មេងដោយឆ្ងល់ផងភ័យផងគាត់ភ័យព្រោះគាត់បើថែមកូន10នាក់ទៀតគាត់នឹងមានអ្វីចិញ្ចឹមវាដូច្នេះគាត់ក៏បបួលប្រពន្ធគាត់កាប់ដងដើម្បីប្រាថ្នាសូមឲ្យកូនទាំងនោះត្រឡប់ទៅវិញគាត់ក៏ពោលថាសូមឲ្យកូនទាំងនេះត្រឡប់ទៅវិញចុះយើងខ្ញុំមិនមានអ្វីចិញ្ចឹមវាទេថាហើយក៏កាប់បំបីដងទី2ទៅកុមារីទាំងអស់រួមទាំងកូនផ្ទាល់របស់គាត់ផងក៏រលាអន្តរធានបាត់ស្រមោលអស់ទៅឃើញយ៉ាងនេះប្រពន្ធស្រែកទ្រហោយយំយ៉ាងខ្លាំងព្រោះនឹកស្ដាយកូនគាត់យំរំអុកសុំឲ្យប្តីយកកូនមកវិញបុរសជាប្តីទូលគំនឹក
ក៏កាប់ដងបីហើយប្រាថ្នាសុំយកកូនមកវិញគាត់ក៏បានសម្រេចដោយសេចក្តីប្រាថ្នាបុរសជាប្តីប្រពន្ធធ្វើមកស្ងួតដោយដងទឹកពុំបានជួយអ្វីជាប្រយោជន៍ឲ្យគាត់ឡើយ